តាមពិតទៅខ្ញុំបដិញ្ញាចិត្តថាខ្ញុំអត់ចេញវីដេអូទៀតទេបើសិនជាតកតងទៅនឹងការ talk របស់ខ្ញុំលុយ talk ខ្ញុំគិតថាខ្ញុំអាចនឹង skip ទៅលើ2026ប៉ុន្តែខ្ញុំទប់អារម្មណ៍ខ្ញុំត្រូវតែនិយាយអំពីសាច់រឿងមួយនេះឲ្យអ្នកនរគ្នាដែលជានិស្សិតហើយជាពិសេសអ្នក follower របស់ខ្ញុំភាគច្រើនគាត់ជានិស្សិតឲ្យបានស្ដាប់ណានិស្សិតមួយចំនួនតូចពិតជាអកតញ្ញូមែនតើខ្ញុំនិយាយអញ្ចឹងតែម្ដងអ្នកនរគ្នាឪពុកម្ដាយគាត់លះបង់ឲ្យយើងរៀនច្រើនណាស់ចំណាយទាំងថវិការាល់ខែមិនមែនមានន័យថាគាត់ចង់បានអ្វីពីកូនទេមិនមែនគាត់ចង់បានផលតបស្នងអីច្រើនពីកូនទេនិយាយដោយស្មោះត្រង់មកអ្នកនរគ្នាហេតុអីបានខ្ញុំចេញវីដេអូនេះខ្ញុំបានជួបសាច់រឿងមួយដែលតកតូនទៅនឹងបងប្អូនចិត្តស្និទ្ធរបស់ខ្ញុំមែនតើនៅក្នុងថ្ងៃចូលឆ្នាំទី1ជាថ្ងៃចូលឆ្នាំដែលខ្ញុំទៅលេងអ៊ំរបស់ខ្ញុំដែលជាសាច់ឆ្ងាយរបស់ខ្ញុំដែរខ្ញុំទៅលេងគាត់ក៏មានកូនដែរណាគាត់មានកូនតែម្នាក់ទេហើយគាត់ជាយុវជនណាកូនរបស់គាត់កូនប្រុសចឹងគាត់ជានិស្សិតឆ្នាំទី3ហើយចឹងពេលដែលខ្ញុំទៅលេងគាត់សួរថាលុយមកបានប៉ុន្មានថ្ងៃក្មួយអីចឹងតែអញ្ចឹងខ្ញុំក៏បានឆ្លើយប្រាប់គាត់ថាអូនខ្ញុំមកបាន5ថ្ងៃកន្លះអីចឹងទៅឬក៏76ថ្ងៃដែរថ្ងៃនេះខ្ញុំទៅវិញអីចឹងទៅចឹងទៅក៏គាត់សួរអូនខ្ញុំប្អូនរបស់ខ្ញុំថាមកអត់រៀននៅពេញហ្នឹងមកជួបជុំគ្រួសារអស់អីចឹងណាខ្ញុំថាមកតាអូនឬក៏មកទាំងអស់ហើយជួបជុំគ្នាចឹងគាត់ក៏ស្រាក់ទឹកភ្នែកគាត់និយាយមកខ្ញុំថាកូនគាត់អត់បានមកទេលុយអើយធ្វើការពេលធ្វើការគេថាគេហត់គេអត់អាចមកលេងបានទេដោយសារតែឈប់បានតែ2ថ្ងៃទេអញ្ចឹងខ្ញុំក៏ឆ្ងល់ហេតុអីបានជាឈប់អត់បានណាបានតែ2ថ្ងៃអញ្ចឹងតែលើថាត្រូវថែមម៉ោងចា2ថ្ងៃក៏វាជាពេលវេលាណាអញ្ចឹងខ្ញុំគាត់ថាវាអត់ជាបញ្ហាទេប៉ុន្តែគាត់ជាម្ដាយគាត់និយាយបដាទៅបដាថាគាត់ចាំមើលតែផ្លូវកូននេះយល់អារម្មណ៍មួយហ្នឹងគាត់ចាំមើលតែផ្លូវកូនទេវីដេអូនេះប្រហែលជាគាត់នឹងឃើញវីដេអូហ្នឹងគាត់ថាគាត់មានកូនតែម្នាក់ទេលុយមានតែប្តីមួយទេហើយគាត់រងចាំមើលផ្លូវកូនគាត់គាត់តែឃើញខ្លួនឯងជិះម៉ូតូមកលេងអ៊ំណាព្រោះគាត់អត់មានពីណាទៅលេងគាត់ទេជំនីមួយឆ្នាំទៅមួយឆ្នាំកម្រនឹងមានបងប្អូនណាទៅលេងសាច់ឆ្ងាយណាគាត់នឹងរះនៅដាច់សញ្ញាពីគេអញ្ចឹងខ្ញុំចង់ប្រាប់អ្នកនរនេះថាហើយជាពិសេសកូនរបស់គាត់ខ្ញុំចង់ផ្ដាំថាប្អូនត្រូវគិតឡើងវិញឪពុកម្ដាយចំណាយលុយច្រើនមែនតើណាទៅលើការសិក្សារបស់ប្អូនមិនមែនមានន័យថាអ្វីដែលប្អូនបានចំណាយពេលតិចតួចហ្នឹងឬក៏គាត់ចង់បានអីពីប្អូនទេទោះបីជាយើងអត់មានលុយឬក៏មានថវិកាប្រាប់តែគាត់ទេអូខេសម្រាប់ទឹកភ្នែកមកធ្វើឲ្យខ្ញុំប៉ះពាល់ទៅដល់អារម្មណ៍ហ្នឹងបណ្ដៃខ្ញុំគេថាអត់អីទេតែជាអូនរវល់ប៉ុន្តែទាំងដែលខ្ញុំមើលទៅលើបណ្ដាញសង្គមខ្ញុំឃើញគាត់ទៅលេងនៅវត្តភ្នំenjoy ណាមើលមិត្តភ័ក្តិរបស់គាត់ឬក៏អីផ្សេងចឹងខ្ញុំនៅតែឆ្ងល់ថាគាត់មានអ្វីដែលគាត់ទៅលើ mindset របស់គាត់ដែលធ្វើឲ្យគាត់អត់ហ៊ានទៅផ្ទះខ្ញុំគិតថាការងារទាំងអស់គេមានពេលសម្រាប់វាមិនបែរដែរថាក្រុមហ៊ុនឬក៏ស្ថាប័នហ្នឹងត្រូវតែដាច់ខាតឲ្យប្អូននៅយាមទេខ្ញុំនិយាយតែរឿងហ្នឹងតែម្ដងអបខអាចនឹងឈប់2ថ្ងៃយ៉ាងហោចក៏យើងជិះម៉ូតូទៅ1ម៉ោង2ម៉ោងទៅដល់បាត់ហើយទៅកៅតែត្រូវអត់ហ្នឹងអញ្ចឹងខ្ញុំចង់បញ្ជាក់ឡើងវិញម្ដងទៀតអ្វីដែលខ្ញុំនិយាយឡើងមុនថានិស្សិតពិតជាមានអកតញ្ញូ
bất chỉ cả tình yêu tại đó có nơi sờ bài nơi vật nôm sờ bài nơi tì cầm nôm bánh tay có ớt lệ ở bụng bạn này trong video này cô bầm non bọc sống trong bẹp du của chôn the ca tình tấn trăm plei được bao bụng bạn ấy cứ tan tại trăm plei cô tay tại đi chỉ nick nhá oi tận lưới côn chết tận đo te nâng triêm mà hộp triêm mà ha oi côn hài anh ấy tất chất chia mà ai bọc sống to thay mà đó oi tận than lưới côn chết tận đo te sờ lo tập bén cứ chia sờ lo đại nhôm trôi chết mà đại trong ban từ rồi tập bén tục ở trong hai chẳng ban trong thật tu bay chia cả lạnh căng đi nó ao trong ô thi côn nâng đạp côn nâng mà phay cả đời trong ắt đi trong ắt phơi thì tất lối mình ai tinh tất chất bạn ai được ở bốc và bọc trong ban đi trong sợ lạnh nè mình ai bọc bọc xuống cái tình yêu mình ai bọc xuống ắt nhung ắt áo cắt passport là nè passport cái tình yêu mình ai bọc trong ban thì ok chẳng trong trong tha present bài bốn chỉ nị sách chỉ nị riêng ban trán cô kết phải chán là nó làm vinh này sốc tục rồi bảo bọc mình đại ở bông mà đáy có và chỉ rong chạm dương chuyện này ok complete nhé cho năm hai ta lên con thôi ông quân cho này